ចំណុចល្អទីបរិទ្ធជាកីឡាករធ្ងន់ហើយបើសិនជាជាប់ទីបរិទ្ធល្អជង្គង់ហើយនឹងធ្ងន់តាំងពីដៃតាំងពីជើងសម្រាប់ឧទាហរណ៍លើកមុនហើយនឹងទីបរិទ្ធលើកនេះខ្ញុំលើកនេះសង្ឃឹមទីបរិទ្ធច្រើនបាទទីបរិទ្ធខ្ញុំសង្ឃឹមច្រើនជាងឧទាហរណ៍ព្រោះថាឧទាហរណ៍វគ្គមុនដោយគាត់ប៉ះជាមួយនឹងក្មេងដែលកំពុងតឡើងជើងបាទកំពុងឡើងជើងហើយគាត់ធន់ប៉ុន្តែដល់ក្មេងគ្នាលះលួនជាងយើងប៉ុន្តែអាការធន់និងអាការលះលួនគេយកបន្ទុកលះលួនលឿនបាទជំរាបសួរលោកគ្រូធីនរិទ្ធបាទជំរាបសួរបាទសុខសប្បាយគ្រូសុខសប្បាយអូនសុខសប្បាយធម្មតាមួយរយៈនេះមានញឹកទេគ្រូការបង្ហាត់សិស្សហើយមួយរយៈហ្នឹងយើងមានញឹកដែរមានច្រើនកម្មវិធីមានទៅឡាវឥឡូវមានត្រៀមដណ្ដើមខ្សែក្រវ៉ាត់ ISKA ហើយក៏ត្រៀមពៀនវាយដណ្ដើមពៀនតាមបណ្ដាស្ថានីយ៍ផ្សេងៗគ្នាអញ្ចឹងណាបាទគ្រូបាទអញ្ចឹងការងារច្រើនគ្រូនោះការងារច្រើនអូនបាទគ្រូចង់ដឹងចំណាប់អារម្មណ៍ពីលោកគ្រូពីការប្រកួតធីវរិទ្ធដែលត្រូវដណ្ដើមខ្សែក្រវ៉ាត់ ISKA គ្រុឌគុណខ្មែរនៅថ្ងៃទី11ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះលោកគ្រូយល់ឃើញយ៉ាងម៉េចដែរសម្រាប់ការប្រកាសប្រកួតកន្លងទៅលោកគ្រូបាទមួយរយៈនេះសម្រាប់ធីវរិទ្ធគាត់ត្រៀមលក្ខណៈពេញអត់ដូចថាមិនប្រហែសលើកនេះពីព្រោះកម្មវិធីលើកមុនយើងប្រហែសធ្វើឲ្យរបូតខ្សែក្រវ៉ាត់អស់ពីរហើយអញ្ចឹងក៏នេះជាឱកាសថ្មីសម្រាប់ធីវរិទ្ធដែលបងប្រុសស៊ឺស្រេងហៅបងសំណប់ដែលជាប្រធានគ្រប់គ្រងកម្មវិធី ISKA នេះគ្រុឌគុណខ្មែរនេះហើយគាត់ផ្ដល់ឱកាសឲ្យធីវរិទ្ធមានឱកាសដណ្ដើមខ្សែក្រវ៉ាត់ ISKA ដែលមានចូលរួម3ប្រទេសបាទលោកគ្រូបាទមានទាំងវៀតណាមម៉ាឡេស៊ីហើយនិងហ្វីលីពីនបាទវៀតណាមម៉ាឡេស៊ីហើយហ្វីលីពីនបាទលោកគ្រូមើលឃើញថាទាំងអាវុធការប្រកាសប្រកួតគាត់ព្យាយាមបែបណាដែរព្រោះថាដងភាគច្រើនយើងការប្រកួតអន្តរជាតិយើងវាយ3ទឹកតែពេលនេះយើងវាយដល់បើសិនជាយើងឡើងដល់វគ្គដៃគាត់យើងវាយដល់6ទឹកអញ្ចឹងការបុកប្រកាសរបស់គាត់លោកគ្រូបន្ថែមបបរយ៉ាងម៉េចដែរលោកគ្រូបាទសម្រាប់ធីវរិទ្ធត្រៀមលក្ខណៈពេញលេញបាទហាត់ពេញហើយលើកនេះយើងហាត់យកធ្ងន់ហើយយើងហាត់និយាយទៅយកស៊ូគាត់ឲ្យខ្លាំងតិចពីព្រោះយើងវាយបើសិនជាយើងឈ្នះយើងឡើងទៅប្រកួត3ទឹកទៅសរុបអស់6ទឹកហើយចឹងសម្រាប់គាត់អត់មានបញ្ហាសម្រាប់ស៊ូកម្មវិធីលើកនេះបាទលោកគ្រូយល់ឃើញថាការប្រកួតជាមួយនឹងបរទេស3ប្រទេសនេះតើលោកគ្រូមានក្តីបារម្ភបែបណាទេដែលយើងត្រូវប៉ះជាមួយនឹងកីឡាករទាំង3ប្រទេសនេះគ្រូគេសិតតែល្អបែបអាស៊ីហ្មងតំបន់អាស៊ីនេះដែរលោកគ្រូបាទសម្រាប់ខ្ញុំដូចជាមិនសូវជាមានបញ្ហាទេសម្រាប់កីឡាករដែលបរទេសនេះហើយព្រោះធីវរិទ្ធគាត់កន្លងមកគាត់ធ្លាប់ប្រកួតច្រើនប្រទេសដែរជាលក្ខណៈមិត្តភាពអីគឺមិនមានបញ្ហាទេប៉ុន្តែសម្រាប់កីឡាករយើងត្រូវតែមានការប្រុងប្រយ័ត្នបាទយើងមិនសង្ឃឹម 100% គ្រាន់តែយើងសង្ឃឹម 70 ទៅ 80% បាទសង្ឃឹមច្រើនលោកគ្រូជួយនិយាយពីចំណុចល្អរបស់ធីវរិទ្ធទី1គ្រូសម្រាប់ឧទាហរណ៍លើកមុនហើយនឹងធីវរិទ្ធលើកនេះខ្ញុំលើកនេះសង្ឃឹមធីវរិទ្ធច្រើនបាទធីវរិទ្ធខ្ញុំសង្ឃឹមច្រើនជាងឧទាហរណ៍ព្រោះថាឧទាហរណ៍វគ្គមុនដោយគាត់ប៉ះជាមួយនឹងក្មេងដែលកំពុងតឡើងជើងបាទកំពុងឡើងជើងហើយគាត់ធន់ប៉ុន្តែដល់ក្មេងគ្នាលះលួនជាងយើងប៉ុន្តែអាការធន់និងអាការលះលួនគេយកបន្ទុកលះលួនលឿនបាទហើយចឹងបាទយើងមកតួគ្រូមកចប់ហ្មងបាទមកចប់បាទបានចប់តាំងពីចាប់តាំងពីជង្គង់តាំងពីទាត់គឺយើងសង្ឃឹមច្រើនបាទតែអញ្ចឹងបាទជើងហើយអ្វីដែលយើងបារម្ភធម្មតាអន្តរជាតិគឺគាត់ភាគច្រើនគឺដៃបាទគ្រូបាទគឺដៃគាត់ល្អតែសម្រាប់ធីវរិទ្ធដៃគាត់រៀងយឺតបន្តិចអញ្ចឹងណាប៉ុន្តែយើងសង្ឃឹមច្រើនគឺការទាត់ហើយនឹងជង្គង់លោកគ្រូមានសិក្សាពីចំណុចកីឡាករទាំង3រូបនេះត្រូវយើងប្រកួត format នៅអត់តាមសិក្សាបាទអត់តាមសិក្សាប៉ុន្តែយើងគាត់តែយើងហាត់ត្រៀមខ្លួនត្រៀមចំណុចតែម្ដងបាទ
ទៅគូយើងនិយាយពីឧចរិតហើយនឹងធីវរិតវិញចង់និយាយថាពីរហ្នឹងលក្ខណៈគាត់តែមគាត់យ៉ាងម៉េចខ្លះដែរគ្រូព្រោះថាលើកមុនយើងឧចរិតគាត់បានត្រឹមតែជាឯរងបាទឥឡូវនេះយើងមានឱកាសលើកទី2នេះបាទតាមខ្សែវត្ត ហ្នឹងក៏សោកស្ដាយចំពោះឧចរិតបាទប៉ុន្តែគាត់នៅតែបន្តរហូតគាត់មិនចោល បាទគ្រូ បាទហើយសម្រាប់ធីវរិតលោកនេះសម្រាប់ខ្ញុំជាគ្រូបង្វឹកក្លឹបគុជសាសគុណខ្មែរនៃសមាគមកីឡាបដាក្រសួងមហាផ្ទៃនិយាយខ្ញុំសង្ឃឹមច្រើនសង្ឃឹមភាគរយច្រើន គ្រូដាក់ក្តីរំពឹងទៅលើធីវរិតប្រហែលភាគរយដែរ ខ្ញុំសង្ឃឹម 80% 80%មកគ្រូ បាទហើយ 20% ហ្នឹងຕົកឲ្យគេខ្លះ ព្រោះអន្តរជាតិមួយគេសិតតែមានក្បាច់ប្លែកៗ បាទបាទគ្រូ ពេលខ្លះទៅយើងមើលមិនឃើញទេព្រោះបរទេសមួយពេលច្រើនមកអាកែងបក បាទ អាបកដៃ បាទគ្រូ អារវាអញ្ចឹងណាយើងមើលឃើញអាហ្នឹងព្រោះក្បាច់ហ្នឹងវាពិបាកដែរពិបាកការពារខ្លួនយើងដឹងថាដើរវាយបាទ អរគុណគ្រូមានជាចុងក្រោយមាននិយាយទៅកាន់ប្រិមត្តយើងដែលគាត់ឲ្យគាត់ទ្រាំទ្រដូចជាចូលទស្សនានៅការប្រកួតនៅផ្លូវវែងស្រីសួនវឌ្ឍនៈ សួនឧស្សាហកម្មណា បាទសួនឧស្សាហកម្មវឌ្ឍនៈផង បាទជាចុងក្រោយខ្ញុំបាទសូមគោរពពុកម៉ែបងប្អូនទាំងអស់ដែលស្រឡាញ់វិស័យគុនខ្មែរនេះមេត្តាជួយគ្រប់គ្រងកម្មវិធី ISKA ដណ្ដើមខ្សែក្រវ៉ាត់នៅសួនឧស្សាហកម្មសម្អាងវឌ្ឍនៈបាទដែលនៅផ្លូវវែងស្រេងបាទសូមពុកម៉ែបងប្អូនមេត្តាជួយគ្រប់គ្រងឲ្យបានច្រើនកម្មវិធីនេះប្រកួតនៅថ្ងៃទី11ត្រូវថ្ងៃសៅរ៍ បាទវេលាម៉ោង8ពេលល្ងាចបាទអញ្ចឹងសូមពុកម៉ែបងប្អូនមេត្តាជួយគ្រប់គ្រងឲ្យបានច្រើនដើម្បីលើកទឹកចិត្តដល់វិស័យគុនខ្មែរយើងតទៅមុខទៀត អរគុណគ្រូជូនពរលោកគ្រូសុខភាពល្អហើយជូនពរឲ្យធីវរិតជោគជ័យនៅខ្សែក្រវ៉ាត់មួយទៀតដែរ បាទសូមអរគុណបងប្អូនម្លាញ់